ជំរាបសួរចា Good morning ចាខ្ញុំកំពុងតែរងចាំ appointment ចា Zoom appointment ចាប្រឹងប្រៀបខ្លួនរួចរាល់ហើយរងចាំចាការងារធ្វើតាម Zoom ណាចាទើបតែនឹកឃើញថាសម័យឥឡូវវាជឿនលឿនមែនតើគឺថាយើងទៅណាមកណាមិនបាច់ចាំដូចថាមានការិយាល័យទេគឺថាយើងអាចធ្វើការនៅតាមអ៊ីនធឺណិតអនឡាញចា Zooming ឲ្យតែមានបន្ទប់មានអីស្រួលដួលចឹងទៅយើងអាចអង្គុយធ្វើការ Zoom work from home ដូចតែអ្នកខ្លះគេថា work from home គេនៅផ្ទះគេធ្វើការតាមអនឡាញចាខ្ញុំមិននៅផ្ទះទេនៅខាងក្រៅប៉ុន្តែយើងប្រើបន្ទប់ចាបន្ទប់នេះយើងកក់ទុកមុនណាចាដល់ពេលវេលាមកដល់យើងប្រើបន្ទប់ហ្នឹងទៅយើងធ្វើ Zoom ចាអូខេចាសម័យឥឡូវវាផ្លាយពីជំនាន់ដើមទៅណាមកណាទៅដល់យើងប្រុងប្រៀបឲ្យហើយទៅអង្គុយក្នុងការិយាល័យធ្វើដំណើរទៅមកតែឥឡូវយើងធ្វើពីផ្ទះក៏បានធ្វើកន្លែងណាក៏បានដែរឲ្យតែមានអ៊ីនធឺណិតមាន Wi-Fi អូខេចាឥឡូវខ្ញុំកំពុងរកចាំ Zooming ចាប់ផ្ដើមបន្តិចទៀតចាប់ផ្ដើមហើយមានពេលពី3នាទីចាជំរាបសួរហើយសុខសប្បាយចិត្តទេមិត្តភ័ក្តិបងប្អូនឥឡូវនេះបនចិត្តមកដល់ហើយបនវត្តខ្មែរធ្វើបនវិសាខបូជាដូចតែយើងថ្ងៃដែលព្រះសង្ឃប្រសូតដាក់ព្រះជន្មមាយុហើយនឹងចាមានដែលថាមានព្រះសង្ឃជាច្រើនអង្គនិមន្តមកពីគ្រប់ខេត្តសំទោសគ្រប់ខេត្តអីចាខេត្តផ្សេងនៅក្នុងប្រទេសកាណាដាចាសង្ឃឹមថាមិត្តបងប្អូនលៃលោកពេលវេលាទៅចូលរួមពិធីបុណ្យធំនឹងចាបើយើងអត់បានទៅចូលឆ្នាំឥឡូវយើងសុំច្បាប់គេទៅទី17ចាទី17ទី18 2ថ្ងៃអូខេចឹងអរគុណច្រើនសូមអរសុខសប្បាយអូខេឥឡូវខ្ញុំកំពុងរៀបចំប្រងព្រៀបកិច្ចការចាការងារស៊ូអ្នកបកប្រែឥឡូវវាខុសពីចំនួនដើមយើងទៅដល់ទីពេទ្យទៅដល់គ្រប់កន្លែងទីណាដែលគេត្រូវការអ្នកបកប្រែណាដូចថាសង្គមកិច្ចក្រសួងដូចជាជួនកាលយើងបកប្រែនៅតាមសាលារៀនបកប្រែនៅតុលាការបកប្រែនៅclinic ពេទ្យណាមួយដែលគេត្រូវការអ្នកបកប្រែចាដល់ឥឡូវអត់ចឹងទេគេថាយើងអាចធ្វើតាម Zoom ដែលយើងតាក់ទងតាមទីពេទ្យគេតាក់ទងមកយើងវិញតាម Zoom អូខេចឹងអរគុណច្រើនសូមអរសុខសប្បាយហើយនឹងសូមមានសិរីសួស្តីទាំងអស់គ្នាចាថ្ងៃនេះខ្ញុំនៅចិត្តទន្លេមានអារម្មណ៍ស្រស់ស្រាយព្រោះអាកាសធាតុល្អពេលល្ងាចដើរលេងអញ្ចឹងទៅធ្វើឲ្យយើងមានអារម្មណ៍សប្បាយចិត្តហើយនឹងរីករាយមានសួនច្បារមានអីចឹងមើលទៅទេសភាពស្អាតនៅចិត្តមាត់ទន្លេហើយមនុស្សម្នាក៏ហាត់ប្រាណធ្វើកីឡាចាដើរគ្រប់